ណាហ្នឹងបងមីលីបងមីលីហ៎បងមីលីបងមីលីបងមីលីខ្ញុំឡើងយើងនៅណាហ្នឹងទីណាខ្ញុំមិនដឹងទេអូយខ្ញុំភ័យណាបងខ្ញុំភ័យដែរអូយខ្ញុំភ័យណាបងអូយតែយើងរកកន្លែងចេញទៅហើយបងតែខ្ញុំមិនស្គាល់ទេបងក៏មិនស្គាល់ដែរអូយមានមនុស្សនៅទេជួយខ្ញុំផងបែបផ្លែឈើនេះទុកហូបសិនអូយបងស្រីយើងដើរទៅហេឡូយើងនោះចេញពីទីនេះហើយយើងស្វែងរកផ្លូវទៅបងស្រីយើងដើរទៅហេឡូរត់ផុតពីទីនេះតែយើងមកជិះស្វែងរកផ្លូវទៅយ៉ាងចាខ្ញុំក៏មិនស្គាល់ផ្លូវនេះដែរបងក៏មិនស្គាល់ផ្លូវបងបានចេញទៅអត់ទេអូអីឈប់ផុតអីចាំមានការអីដែរអីមានស្គាល់ផ្លូវអីមានស្គាល់ផ្លូវទេទៅណាដែរអូនខ្ញុំមិនដឹងនោះទេព្រោះពេលខ្ញុំក្រោកមកពីនេះបងខ្ញុំគឺខ្ញុំនៅទីនេះតែម្ដងអូខ្ញុំមិនដឹងទេតែខ្ញុំរស់នៅទីនេះយូរហើយតែឯងមកពីណាខ្ញុំរត់ដែរស្គាល់សោះខ្ញុំឆ្លងភពមកទីនេះខ្ញុំពីមុនខ្ញុំនៅសម័យ2025តែខ្ញុំមិនដឹងមកនេះមិនដឹងថាសម័យណាទេសូមអ្នកអាចប្រាប់ខ្ញុំបានទេសម័យនេះគឺសម័យ1889ទូដល់ហើយខ្ញុំមកទៅទីនេះពិតជាស្រស់ស្អាតណាស់អ្នកទាំងពីរគ្មានដែរទេខ្ញុំបានបេះផ្លែឈើមួយចំនួនឲ្យអ្នកទាំងពីរចាហូបទៅអរគុណហើយអីអាចជូនខ្ញុំទៅទេអីឬមកក៏អាចចេញពីកន្លែងនេះបានទេខ្ញុំមិនចង់នៅទេខ្ញុំមិនអាចទេព្រោះអីខ្ញុំជាមនុស្សនៅសម័យនេះអូខ្ញុំធ្វើមិនទៅខ្ញុំចង់ទៅផ្ទះពីខ្ញុំពិតជានៅប៉ាម៉ាក់របស់ខ្ញុំណាខ្ញុំចង់ចេញពីទីនេះតើអីអាចជួយខ្ញុំបានទេខ្ញុំមិនអាចជួយអ្នកទៅបានទេប៉ុន្តែត្រូវតែអ្នកនៅទីនេះតរងចាំដល់ឆ្នាំ2025នោះអូឆ្នាំ2025តើខ្ញុំនឹងចាំអស់ប៉ុណ្ណាឆ្នាំទៅប្រើរយៈពេល10ឆ្នាំទៀតទៅអាចទៅសម័យអ្នកវិញបានអូចាំ10ឆ្នាំទៀតតើខ្ញុំអាចនឹងរស់ដែរឬទេបើខ្ញុំនឹកប៉ាម៉ាក់ខ្ញុំស្លាប់ហើយអ្នកអាចទៅរស់នៅកន្លែងខ្ញុំបានអញ្ចឹងអីអាចជួយខ្ញុំទៅបានទេបានតែយើងទៅទៅណាតើទៅនេះទៅឆ្ងាយទៀតទេអីឆ្ងាយណាខ្ញុំស្អាតតែរស់នៅជាមួយប៉ាម៉ាក់ខ្ញុំទឹកឡើងឲ្យខ្ញុំញ៉ាំបបគ្រឿងលើមួនតើនៅទីនេះមានអ្វីហូបទេអីនៅទីនេះគឺមានតែផ្លែឈើឬក៏ដំឡូងទៀតទេតើខ្ញុំអាចរស់បានយូរទៅទេណងបើមានតែផ្លែឈើនិងដំឡូងតែដូចតែដំណោះអញចាំបន្តិចទៀតទៅមួយស្របក់ទៀតនឹងដល់ផ្ទះរបស់យើងហើយនៅយូរម្ល៉េះនៅយូរទៀតទេអ៊ីមិនសូវឆ្ងាយប៉ុន្មានទេនៅប្រហែលប្រហែលគីឡូអ៊ីអ្វីទៅយើងមិនដែលស្គាល់ទេចាគឺនៅសម័យរបស់ខ្ញុំគឺគេហៅគីឡូតែនៅសម័យនេះខ្ញុំមិនដឹងនោះទេថាគេហៅជាអ្វីតែអ្នកប្រហែលជាមិនយល់នោះទេដោយសារអីយើងគឺជាសម័យខុសគ្នាឡើង10ឆ្នាំឯណោះឯងដែលខ្ញុំស្នាក់នៅយូរឆ្នាំមកហើយអូកន្លែងនេះមើលទៅពិតជាស្រស់ស្អាតណាស់អ្នកទាំងពីរអាចចូលមើលបានចាហើយយើងទៅនេះអ្នកទាំងពីរទីនេះពិតជាស្រស់ស្អាតណាស់តើអ្នកនៅទីនេះប្រហែលឆ្នាំដែរហើយយូរឆ្នាំមកហើយអូអ្នកអាចទ្រាំទ្រនឹងការហូបចុកដែលគ្មានអាហារជីវជាតិគ្រប់គ្រាន់អ្នកអាចណាស់ខ្ញុំពិតជាសរសើរអ្នកដែលអ្នកអាចទ្រាំទ្រនឹងការហូបចុករបស់ផ្លែឈើនិងដំណើរដុតទាំងនេះរហូតមកដល់បច្ចុប្បន្ននេះជាទម្លាប់របស់ខ្ញុំហើយអ្នកទាំងពីរប្រហែលជាមិនអាចដេកនៅទីនេះបានទេខ្ញុំនឹងនាំអ្នកទាំងពីរទៅវត្តចាអញ្ចឹងអាចជើងខ្ញុំទៅបានទេបានអញ្ចឹងខ្ញុំនឹងនាំអ្នកទាំងពីរទៅវត្តអារាមហើយឆ្ងាយប្រហែលទៀតគឺនៅជិតដល់ហើយចម្ងាយមិនទៅឆ្ងាយទេអូ